បាទខ្ញុំទីលែនសូមក្រាបថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងអស់ហើយថ្ងៃនេះខ្ញុំមានកិត្តិយសណាស់នៅក្នុងវីដេអូនេះបានបង្ហាញនៅទេសភាពចេញពីស្រុកកំណើតរបស់ខ្ញុំនៅក្រុងអរិយខ្សាត់ខេត្តកណ្ដាលបាទពុកម៉ែបងប្អូននៅក្នុងវីដេអូនេះខ្ញុំបាទមានចេតនាចង់បង្ហាញពុកម៉ែបងប្អូនឲ្យដឹងនៅបន្តនៅជីវប្រវត្តិរបស់ខ្ញុំពាក់ព័ន្ធជាមួយនឹងប្រវត្តិការងារបម្រើសង្គមនិងអត្តចរិតការងាររបស់ខ្ញុំពុកម៉ែបងប្អូនជាច្រើនក៏អាចធ្លាប់បានស្គាល់ខ្ញុំបានដឹងប៉ុន្តែក៏មិនទាន់ច្បាស់លាស់ទេថាតើខ្ញុំចាប់ផ្ដើមចូលរួមបម្រើសង្គមជាតិចាប់ពីពេលណាហើយព្រឹត្តិការណ៍ណាខ្លះដែលខ្ញុំបានចូលរួមក្នុងការទាមទារការពារនៅផលប្រយោជន៍ប្រជាជាតិកម្ពុជាជាការពិតជាក់ស្ដែងខ្ញុំបានចាប់ផ្ដើមដាក់អាយុជីវិតតាំងចិត្តចូលបម្រើសង្គមជាតិចាប់ពីបរិបទកូវីដក្នុងឆ្នាំ2020ដោយរូបភាពចូលរួមប្រើសិទ្ធិសម្ដែងមតិផ្ដល់ជាគំនិតយោបល់ដល់រាជរដ្ឋាភិបាលក្នុងការដោះស្រាយដល់ជាគំនិតចូលរួមជាការប្រឹក្សានៅគំនិតយោបល់ដើម្បីស្វែងរកដំណោះស្រាយនៅវិបត្តិកូវីដនៅសម័យកាលនោះនៅក្នុងឆ្នាំ2022ចុងឆ្នាំ2021ដើមឆ្នាំ2022ខ្ញុំបានចូលរួមប្រើសិទ្ធិសម្ដែងមតិក្នុងការទាមទារឲ្យមានការរំសាយការអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅចំនួន14វីដេអូហើយជាលទ្ធផលការចូលរួមរបស់ខ្ញុំជាមួយនឹងពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករនោះត្រូវបានរាជរដ្ឋាភិបាលធ្វើការរំសាយបញ្ឈប់ការអភិវឌ្ឍភ្នំតាម៉ៅហើយរក្សាទុកជាឧទ្យានជាតិទុកដល់កូនចៅខ្មែរជំនាន់ក្រោយហើយបន្ទាប់មកទៀតនៅពាក់កណ្ដាលឆ្នាំ2022ខ្ញុំបានប្រើសិទ្ធិសម្ដែងមតិបង្ហាញនៅការមិនពេញចិត្តចំពោះការបង្កើតអគារសិក្សាភាសាវៀតណាមនៅសាលាភូមិន្ទភ្នំពេញក្នុងរូបភាពប្រើសិទ្ធិសម្ដែងមតិជាច្រើនវីដេអូហើយជាមួយគ្នានោះខ្ញុំក៏បានដឹកនាំប្រជាពលរដ្ឋខ្មែរក្នុងការចូលទៅជួបជាមួយថ្នាក់ដឹកនាំអាជ្ញាធររដ្ឋបាលរាជធានីភ្នំពេញដើម្បីស្នើសុំនៅកិច្ចការងារមួយចំនួនដើម្បីសម្របសម្រួលស្នើសុំឲ្យមានការពារការរៀបចំសណ្ដាប់ធ្នាប់ពាក់ព័ន្ធនឹងការដាក់ញត្តិរបស់ខ្ញុំហើយខ្ញុំក៏បានដឹកនាំប្រជាពលរដ្ឋខ្មែរជាច្រើនអ្នកដើម្បីយកញត្តិទៅដាក់នៅក្រសួងអប់រំនិងនៅសាលាភូមិន្ទភ្នំពេញហើយឆ្លើយតបនឹងការប្រើសិទ្ធិសម្ដែងមតិនិងយកញត្តិទៅដាក់ពាក់ព័ន្ធជាមួយការដាក់គារសិក្សាភាសាវៀតណាមនៅសាលាភូមិន្ទនេះជាការឆ្លើយតបរបស់រាជរដ្ឋាភិបាលកម្ពុជាក៏សម្រេចបានរំសាយមិនឲ្យមានការបង្កើតអគារសិក្សាភាសាវៀតណាមនេះនៅឆ្នាំ2025ជាបន្តទៀតបន្ទាប់ពីការយកញត្តិទៅដាក់ការប្រើសិទ្ធិសម្ដែងមតិនោះនៅក្នុងឆ្នាំ2022ដូចគ្នាចុងឆ្នាំ2022ខ្ញុំក៏បានប្រើសិទ្ធិសម្ដែងមតិហើយនឹងដឹកនាំប្រជាពលរដ្ឋខ្មែរជាច្រើនដើម្បីនិយាយអំពីការផ្ដល់បានលឿងដល់ជនអន្តោប្រវេសន៍ខ្ញុំក៏បានដឹកនាំប្រជាពលរដ្ឋខ្មែរ
យកញត្តិទៅដាក់នៅក្រសួងមហាផ្ទៃបកផងដែរនៅអំឡុងចុងឆ្នាំ2022នោះជាអកុសលរយៈពេលបន្តិចក្រោយមកនៅថ្ងៃទី4ខែតុលាឆ្នាំ2022បន្ទាប់ពីចេញមកពីសាលប្រជុំជាមួយថ្នាក់ដឹកនាំនៃគណៈអភិបាលរាជធានីភ្នំពេញខ្ញុំបានក៏ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅឃុំខ្លួននៅក្នុងពន្ធនាគារដោយផ្ដន្ទាទោសរយៈពេល22ខែបន្ទាប់ពីចេញពីពន្ធនាគារដោយបានអនុវត្តទោសពេញលេញ22ខែនៅក្នុងខែ7ឆ្នាំ2024ខ្ញុំបានចេញមករស់នៅធ្វើសមាហរណកម្មនៅក្នុងសង្គមខ្ញុំបានក៏បន្តចូលរួមបម្រើសង្គមជាតិតាមរយៈការប្រើសិទ្ធិសម្ដែងមតិនិយាយអំពីកិច្ចសហប្រតិបត្តិការកម្ពុជាឡាវវៀតណាមដែលហៅកាត់ថា CLVDTA ខ្ញុំបានប្រើសិទ្ធិសម្ដែងមតិដោយរូបភាពនៃការបង្កើតជាវីដេអូ2វីដេអូបន្ទាប់ពីខ្ញុំបានប្រើសិទ្ធិសម្ដែងមតិនោះមកនិងខ្ញុំបានចេញពីពន្ធនាគាររយៈពេលត្រឹមតែ7ថ្ងៃខ្ញុំបានក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារក្រោមបទចោទពីបទញុះញង់ម្ដងទៀតហើយខ្ញុំបានក៏ត្រូវបានផ្ដន្ទាទោសពីបទញុះញង់បង្កភាពវឹកវរប៉ះពាល់ដល់សន្តិសុខសង្គមដោយផ្ដន្ទាទោសរយៈពេល22ខែហើយខ្ញុំបាទក៏បានអនុវត្តទោសចប់សពគ្រប់ហើយបានធ្វើសមាហរណកម្មសារជាថ្មីវិលត្រឡប់មករស់នៅក្នុងសង្គមជួបជុំក្រុមគ្រួសារនិងបម្រើសង្គមជាតិដោយពេលបច្ចុប្បន្នមកដល់ពេលនេះរយៈពេលជាង1ខែហើយដែលខ្ញុំមានសេរីភាពដែលរស់នៅក្នុងសង្គមហើយក៏បានចាប់ផ្ដើមបន្តនៅការបម្រើអត្ថប្រយោជន៍សង្គមជាតិជាថ្មីដោយប្រើប្រាស់នៅរូបភាពការផ្សព្វផ្សាយច្បាប់សិទ្ធិមនុស្សកម្ពុជាដូចជារដ្ឋធម្មនុញ្ញកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសសេចក្តីថ្លែងការណ៍ជាសកលស្តីអំពីសិទ្ធិមនុស្សធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់សិទ្ធិមនុស្សជាតិនិងអន្តរជាតិមួយចំនួនទៀតដែលខ្ញុំបានធ្វើនិងកំពុងបន្តធ្វើតទៅមុខទៀតដូច្នេះនៅក្នុងវីដេអូនេះខ្ញុំបានអធិប្បាយខ្លះហើយក៏ច្បាស់ដែរសម្រាប់ឲ្យពុកម៉ែបងប្អូនបានដឹងហើយក៏បានយល់ហើយបងប្អូនណាដែលមិនទាន់បានដឹងក៏បានដឹងតាពីពេលនេះទៅហើយចម្ងល់ក៏លែងមានដែរក៏បានស្រាយដែរក៏សង្ឃឹមថាខ្ញុំបាទនឹងស្ថិតនៅក្នុងដួងចិត្តនៅក្នុងក្រអៅបេះដូងបងប្អូនទាំងអស់គ្នាហើយសង្ឃឹមថាការតាមដានការប្រឹងប្រែងឆ្វេងយល់សិក្សានៅច្បាប់សិទ្ធិមនុស្សកម្ពុជានៅពេលកន្លងមកនៅពេលនេះនឹងបន្តទៅមុខទៀតនិងជួយឲ្យបងប្អូនគ្រួសារបងប្អូនសង្គមជាតិយើងទាំងមូលមានសណ្ដាប់ធ្នាប់មានភាពល្អក្នុងការអភិវឌ្ឍសង្គមជាតិហើយឈានទៅរកคล้ายខ្លួនជាប្រទេសដែលគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យពេញលេញហើយក៏ជាសារដាស់តឿនចង់ប្រាប់បងប្អូនថាអ្វីដែលយើងចង់បានតែស្របច្បាប់សម្ដៅទៅលើសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនោះវាទាមទារអាស្រ័យឲ្យពួកយើងទាំងអស់គ្នាទាំងបងប្អូនទាំងខ្ញុំត្រូវតែប្រើសិទ្ធិជាប្រជាពលរដ្ឋក្នុងរូបភាពចាប់ដើមពីស្គាល់នៅច្បាប់ទម្លាប់សិទ្ធិមនុស្សនិងប្រជាធិបតេយ្យជាមុនសិនប្រទេសយើងមានច្បាប់ល្អហើយមានធម្មនុញ្ញអង្គការមានធម្មនុញ្ញប្រជាធិបតេយ្យនិងសិទ្ធិមនុស្សហើយអញ្ចឹងនៅតែយើងខំប្រឹងកសាងគ្រឹះបាតគ្រឹះមកដើម្បីបង្កើតឲ្យច្បាប់ប្រជាធិបតេយ្យរបស់យើងនេះទទួលបាននូវភាពល្បីល្បាញពលរដ្ឋគ្រប់ស្រទាប់អាចយល់ដឹងស្គាល់ពីច្បាប់នៅពេលដែលស្គាល់ពីច្បាប់ទូលំទូលាយច្បាប់ធម្មនុញ្ញយើងមានភាពល្បីល្បាញគ្រប់ស្រទាប់នៅក្នុងសង្គមជាតិកម្ពុជាយើងប្រកាសជាខ្លាយទៅជាប្រទេសជាតិនីតិរដ្ឋ
ចង់ប្រទេសជាតិយើងនឹងមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យបាទចុងក្រោយក៏សូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ